នេះគឺជាចំណុចទាំង5យ៉ាងដែលអ្នកគួរតែដឹងមុនពេលជ្រើសរើសចិញ្ចឹមពូជ Poodle អូខេបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់មកចែករំលែកបទពិសោធន៍ដែលខ្ញុំចិញ្ចឹមអាឡាតេអស់រយៈពេល2ឆ្នាំជាងចំណុចទី1 Poodle គឺជាពូជឆ្កែដែលមានភាពវៃឆ្លាតខ្លាំងសម្រាប់ថា IQ របស់ឆ្កែខ្ពស់ជាងគេនៅក្នុងគ្រប់ពូជទាំងអស់គឺ Poodle នឹងឯងអញ្ចឹង Poodle ងាយស្រួលក្នុងការបង្វឹករៀនបានលឿនហើយឆាប់ចេះចំណុចទី2 Poodle គឺជាពូជឆ្កែដែលជាប់ម្ចាស់សឹងតែ24ម៉ោងលើ24ម៉ោងមិនថាបងប្អូនទៅធ្វើម្ហូបងូតទឹកឬក៏ទៅណាក៏ដោយគឺវាត្រូវតែទៅតាមយើងនៅក្នុងខ្សែភ្នែកវាចំណុចទី3គឺបងប្អូនគួរតែរៀបចំកញ្ចប់ថវិកាទុកឲ្យគ្នាចូលសាឡនមួយខែម្ដងឬក៏2ដងអីទៅដោយសារតែពូជ Poodle គឺជាពូជមួយដែលអត់ឈូសហូមទេប៉ុន្តែហូមវាដោះលឿនហើយដោះមករួចបើសិនជាយើងមើលថាដិតដល់អាចធ្វើឲ្យដាច់ហើយមានអាការៈលាកស្បែកចំណុចទី4គឺ Poodle ត្រូវការពេលក្នុងការបញ្ចេញថាមពលគឺមួយថ្ងៃបងប្អូនអាចនាំគ្នាទៅដើរលេងឬក៏រត់លេងឬក៏លេងថយក្នុងរយៈពេល15ទៅ20នាទីដើម្បីឲ្យគ្នាកាត់បន្ថយអាការៈ stress ចំណុចចុងក្រោយគឺក្តីស្រឡាញ់របស់ Poodle ក្តីស្រឡាញ់របស់ Poodle គឺ perfect យកមកនិយាយទៅយើងស្រឡាញ់ Poodle អត់ចាំបាច់ខ្លាចវាបោកទេវាស្រឡាញ់យើងសឹងតែអត់មានអីប្រៀបបានណានៅក្នុងគ្រួសារបើសិនជាវាជ្រើសរើសយកយើងហើយយើងគឺគ្រប់យ៉ាងមកវាហ្មងនិយាយទៅនេះគឺជាចំណុចទាំង5យ៉ាងដែលខ្ញុំចែករំលែកតាមបទពិសោធន៍ដែលខ្ញុំចិញ្ចឹម Poodle អញ្ចឹងបើសិនជាបងប្អូនមានអ្វីលើសពីនេះទៀតអាច comment នៅខាងក្រោមបានដើម្បីចែករំលែកអញ្ចឹងបើសិនជាចូលចិត្តវីដេអូអាចចុច like ចុច share ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំផងហើយបើមានតម្រូវការក្នុងការងូតទឹកកាត់រោមគីគីឬក៏ម៉ែវអាចតាក់ទងមកកាន់ Yoko